ឥឡូវចូលនាំគ្នាខិតខំបដិបត្តិធម៌ហើយរងចាំសង្កេតមើលនៅហេតុទាំងឡាយដែលកំពុងកើតបន្ទាប់ពីគ្រោះរំជួយដីមកខ្យល់ព្យុះ7យប់7ថ្ងៃភ្លៀង7យប់7ថ្ងៃរន្ទះ7យប់7ថ្ងៃវាប្រកាសជាកើតមានឡើងហើយគ្រប់ធម្មជាតិដែលមានជីវិតលោកទាំងឡាយកំពុងឆ្ងល់ថាមិនដឹងជាកើតរឿងស្អីទេហេតុអីក៏ចម្លែកម្លេះអស់ពីគ្រោះរំជួយដីបែរជាកើតនៅទឹកជំនន់បែរជាកើតនៅរន្ទះភ្លៀង7យប់7ថ្ងៃកើតនៅខ្យល់ព្យុះ7យប់7ថ្ងៃតើហេតុដែលកំពុងកើតឡើងហ្នឹងវាកើតដោយសារអីលោកទាំងឡាយបានត្រឹមតែមកឆ្ងល់ហើយមិនចេះប្រុងប្រយ័ត្នមិនរៀនតាមដានមិនរៀនស្គាល់ខ្លួនឯងបែបនេះជៀសមិនផុតពីការបែកធ្លាយធម្មជាតិខ្លួនឯងទេប្រយ័ត្នលោកអើមិនដឹងទេលោកអើបានតែត្រឹមជួយចែករំលែកហើយការចែករំលែកនេះមិនមែនជាការបំភ័យទេគឺជាការដាស់តឿនឲ្យធម្មជាតិដែលមានជីវិតគ្រប់គ្នានាំគ្នាបែរមករកធម៌ទម្លាក់ចោលនៅការសង្ស័យគ្នាច្រណែនគ្នាប្រើល្បិចពឹសពលដាក់គ្នាជេរប្រមាថគ្នាយកឈ្នះគ្នាទៅវិញទៅមកនេះតែប៉ុណ្ណោះលោកទាំងឡាយត្រូវគិតថាក្នុងនាមខ្លួនឯងជាមនុស្សដែលកើតមកខ្លាចជាធម្មជាតិមានជីវិតលើឋានកដាលនេះយើងមកធ្វើអីក្រែងមកមិនសមកសោបត់ណាក្រែងមកចម្លងខ្លួនឯងឲ្យរួចចាក់ផុតពីទុក្ខពីភាពជារាកាយឈឺចាប់ក្តីស្លាប់ទាំងឡាយកុំឲ្យកើតមានចំពោះខ្លួនណារឿងមួយក៏មកនេះគ្រប់គ្នាកើតមកដើម្បីតែស្រេកឃ្លាននៅសេចក្តីប្រាថ្នានៅសម្បត្តិខាងក្រៅរបស់ខ្លួននោះទេលោកឲ្យសម្ដែងនេះមិនមែនមានន័យថាហាមឃាត់មិនឲ្យកូនទាំងឡាយស្រេកឃ្លាននៅអាសម្បត្តិអនត្តាខាងក្រៅទេតែសម្បត្តិណាដែលយើងគួរត្រូវទទួលសម្បត្តិណាដែលមិនគួរត្រូវទទួលយើងត្រូវតែពិនិត្យឲ្យបានច្បាស់លាស់សម្បត្តិដែលបានមកដោយសុចរិតឬក៏ទុច្ចរិតនោះយើងត្រូវតែស្គាល់ឲ្យច្បាស់ហើយកុំឲ្យមានការច្រណែនគ្នាអីតទៅទៀតកូនខ្លះទុកសោកកំពុងតែកើតមានព្រោះតែភាពច្រណែនគ្នាទៅវិញទៅមកឥឡូវពិបាកមែនតើមិនដឹងថានរណាជួយនរណាទេឥឡូវនេះមនុស្សវាបាត់បង់គុណធម៌គ្មានសច្ចធម៌គ្មានអសរមេត្តានៅក្នុងខ្លួនក្នុងប្រាណអីតិចទេរាល់ថ្ងៃធ្វើអ្វីដើម្បីតែប្រយោជន៍ខ្លួនឯងឲ្យតែបានសុខតែនរណាយ៉ាងមិនយ៉ាងទៅមិនចេះចាប់ឲ្យយ៉ាងនេះបុណ្យស្រីខ្ញុំអត់យល់លោកឪគ្រោះធម្មជាតិលើកនេះអីក៏សាហាវម្លេះលោកសង្ឃអ្នកបរិបូរដោយសិលមិនដេចក៏មិនដឹកលែងឲ្យផងចូលចម្រើនកូនរឿងនេះលោកឪបានប្រាប់ទៅកូនទាំងឡាយលោកទាំងឡាយមិត្តពធទាំងអស់ហើយគ្រប់អ្នកមានសិលគ្រប់អ្នកសម្រេចព្រះអរហន្តគ្រប់ទេវៈទេវតាទាំងឡាយដែលឈរកាន់នៅអក្សរល្អនៅពាក្យថាល្អណាលោកជួយតែអ្វីដែលល្អតែប៉ុណ្ណោះលោកជួយតែធម្មជាតិណាដែលប្រព្រឹត្តទៅលើសច្ចធម៌និងទង្វើល្អតែប៉ុណ្ណោះអញ្ចឹងធម្មជាតិដែលមានជីវិតទាំងឡាយបើចង់ឲ្យរួចចាក់ផុតចង់ឲ្យពពួកដែលមានសិលបរិបូរណ៍នោះដែលមានព្រះអរហន្តទេវតាអ្នកបដិបត្តិធម៌ទាំងឡាយដែលពោពេញទៅដោយគុណធម៌មានសិលជាប់ជួនជួយសង្គ្រោះដល់ធម្មជាតិខ្លួនបានព្រោះតែខ្លួនឯងស្គាល់ខ្លួនឯងជួយខ្លួនឯងផងដែរចុះបើខ្លួនឯងគេប្រាប់ថាកុំឲ្យជំនឿលើការសែនព្រេនយើងជឿយើងគោរព
ឃើញទេគេប្រាប់ថាកុំឲ្យសែនក្បាលជ្រូកកុំឲ្យសែនមន់ស្ងោយជ្រូកខ្វៃអុចធូបកាច់បាយសីយើងធ្វើយើងសែនអានឹងឲ្យជំនឿដែលមិនយល់ច្បាស់អំពីការគោរពមិនត្រឹមតែប៉ុណ្ណោះនាំគ្នាទៅធ្វើរូបចម្លាក់នេះរូបចម្លាក់នោះសូម្បីតែស្ដេចបិសាចដែលគេហៅថារហូអាសរិនណាឃើញទេក៏នាំគ្នាទៅធ្វើអារិញរូបអសរៈនាំគ្នាគោរពសែនព្រេននៃព្រាតដូចកំពុងនាំគ្នាចូលរួមបង្កើនអធិពលនៃសភាវៈអាក្រក់ឲ្យកាន់តែមានអំណាចខ្លាំងមិនត្រឹមតែប៉ុណ្ណោះនាំគ្នាធ្វើស្ដេចយៈថាជាស្ដេចព្រះវេស្សវណ្ណមិនស្គាល់រូបព្រះវេស្សវណ្ណច្បាស់ហើយនាំគ្នាធ្វើនាំគ្នាកសាងរូបទាំងអស់នោះនាំគ្នាយកទៅគោរពលោកឲ្យគ្រាន់តែប្រាប់ថាគ្រប់រូបសំណាក់ទាំងឡាយយល់ហើយថាកូនទាំងឡាយនោះមានទឹកចិត្តចង់គោរពមានជំនឿណាស់ចំពោះទេវតាចំពោះព្រះតែលោកអត់ស្គាល់ព្រះអត់ស្គាល់ទេវតាហើយចេះតែនាំគ្នាគោរពមិនដឹងទិសព្រះនៅទីណាទិសទេវតានៅទីណាហើយក៏ចេះតែនាំគ្នាកសាងរូបតែព្រះតែប្រាស់ដាក់ខុសទិសតំបន់បុរាណកាលរបស់យើងបានចែករំលែកទៅធម្មជាតិទាំងឡាយដែលមានជីវិតនឹងឲ្យប្រុងប្រយ័ត្នត្រូវរៀនស្គាល់ទិសទាំង8នឹងឲ្យច្បាស់ណាចូលសួរខ្លួនឯងយើងសួរខ្លួនយើងឆ្លើយខ្លួនយើងទៅមើលរាល់ថ្ងៃយើងស្គាល់ទិសទាំង8ច្បាស់អត់ហើយសួរសំណួរនេះទៅគ្រប់មនុស្សទាំងឡាយលើកមកយើងមិនស្គាល់មិនទិសទាំង8ទិសបោអគ្នេយៈសិននិរដីភាយប់ប្រចាំអត់ដល់អេសានស្គាល់ហើយត្រូវលោកទាំងឡាយស្គាល់តែអញ្ចឹងក៏ប៉ុន្តែមិនដឹងអត្តកម្បាំងទិសទាំង8ហ្នឹងទិសនីមួយនឹងវាមានអត្ថន័យបែបណាឈរកាន់ដោយទេវៈអីខ្លះនោះទេឃើញទេស័ក្តិសមនឹងដូនតារបស់យើងជេរក្មេងចំនួនមុនគាត់ណាអាក្មេងមិនស្គាល់ទិសតំបន់នេះពិបាកនិយាយគ្នាណាគេប្រាប់ឲ្យទៅកើតវាទៅត្បូងអាមិនស្គាល់នរខ្វាក់នេះនិយាយមកតែតឹងទិសគេមកអានេះសន្តាននៅក្នុងដេរឆានណោណែចាស់បុរាណគេជេរក្មេងអញ្ចឹងពីមុនណាហើយឥឡូវហ្នឹងយើងកំពុងចូលក្នុងអាហ្នឹងចូលអាក្នុងចាស់ដែលគាត់ជេរក្មេងឥឡូវហ្នឹងឃើញទេហើយចាស់ឥឡូវគេជេរទៅទៀតហួងហែងទៅទៀតចាប់